អ្នកនាំពាក្យខេត្តបាត់ដំបងថាភាគីថៃបន្តបើកច្រកព្រំដែនចាប់ភូមិសាស្ត្រខេត្តបាត់ដំបងជាឯកតោភាគីតែមិនឲ្យដំណើរការធម្មតាប្រៀបដូចជាការលេងបិទពួនអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងនិងជាអភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថាថៃបានបើកនិងបិទច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង5ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដោយបើកច្រកទ្វារចាប់ពីម៉ោង 8 នាទីព្រឹកបើកទ្វារច្រកចំហនិងបិទច្រកទ្វារទៅវិញនៅម៉ោង 4 នាទីរសៀលប៉ុន្តែមិនឲ្យដំណើរការធម្មតានោះទេគឺដូចជាលេងល្បែងបិទពួនលោកបន្តថាប៉ុន្តែខាងក្នុងកម្ពុជាយើងមិនលេងល្បែងបិទពួនជាមួយថៃទេគឺច្រកទ្វារព្រំដែនយើងបិទចប់រហូតលើកលែងតែបងប្អូនប្រជាពលរដ្ឋបងប្អូនពលករខ្មែរចូលមកកម្ពុជាយើងវិញនិងបងប្អូនប្រជាពលរដ្ឋដែលមានជំងឺឈឺធ្ងន់ឬអ្នកជំងឺសង្គ្រោះបន្ទាន់ចេញទៅប្រទេសថៃបើតាមរបាយការណ៍របស់មន្ត្រីច្រកទ្វារបានឲ្យដឹងថានៅម៉ោង 8 ព្រឹកថ្ងៃទី 1 ខែមិថុនាឆ្នាំ 2025 ច្រកទ្វារព្រំដែនប្រទេសថៃជាប់គ្នាជាមួយច្រកទ្វារអន្តរជាតិដូងស្រុកគំរៀងនិងជាប់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ 13 ភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងភាគីថៃបន្តបើកច្រកទ្វារទាំងអស់នៅម៉ោង 8 ព្រឹកនិងបិទនៅម៉ោង 4 រសៀលជាឯកតោភាគីតែមិនដំណើរការធម្មតាចំណែកភាគីកម្ពុជាបើកច្រកទ្វារថ្មើរជើងសម្រាប់ប្រជាពលរដ្ឋនិងពលករខ្មែរវិលចូលប្រទេសវិញនិងមិនអនុញ្ញាតឲ្យរថយន្តចេញចូលពិសេសគឺការនាំចេញបន្លែត្រីសាច់បើតាមលោកសឿមប៊ុនរិទ្ធសភាពការព្រំដែនខេត្តបាត់ដំបងថ្ងៃទី 30 ខែមិថុនាឆ្នាំ 2025 គឺមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេគឺភាគីថៃបិទបើកច្រកទ្វារជាឯកតោភាគីដដែលចំណែកកម្ពុជាប្រកាន់ជំហរដដែលមិនបិទបើកដូចលេងបិទពួនដូចថៃនោះទេលោកបន្ថែមថានៅថ្ងៃទី 30 ខែមិថុនាគឺរដ្ឋបាលខេត្តបានសហការជាមួយបណ្ដាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់មកច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុងស្រុកក្នុងខេត្តនិងបណ្ដាខេត្តផ្សេងៗដោយប្រើរថយន្តចំនួន 13 គ្រឿងមានមនុស្សចំនួន 192 នាក់ស្រី 86 នាក់ក្នុងនោះរថយន្តខេត្តបាត់ដំបងចំនួន 9 គ្រឿងនិងរថយន្តខេត្តពាក់ព័ន្ធចំនួន 4 គ្រឿងមានកំពង់ធំ 1 គ្រឿងសៀមរាប 2 គ្រឿងកំពង់ចាម 1 គ្រឿងអ្នកនាំពាក្យរដ្ឋបាលខេត្តខាងលើបានបញ្ជាក់បន្ថែមក្នុងរបាយការណ៍ថានៅថ្ងៃទី 30 ខែមិថុនាមានប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសចំនួន 1051 នាក់ស្រី 471 នាក់កុមារ 34 នាក់ក្នុងនោះពលករចំនួន 837 នាក់ស្រី 385 នាក់ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាចាប់តាំងពីថ្ងៃទី 8 ខែមិថុនាឆ្នាំ 2025 មកពលករខ្មែរដែលបានចាកចេញពីប្រទេសថៃចូលមកស្រុកកំណើតមានសរុបជិត 40,000 នាក់ក្នុងនោះពលករដែលបានចុះឈ្មោះទទួលយកការងារតាមរយៈក្រុមហ៊ុនសមាគមរោងចក្រកាត់ដេរនិងតាមរយៈទីភ្នាក់ងារជាតិមានចំនួនជាង 10,000 នាក់ក្រៅពីនេះដោយភាគច្រើនពលករបានអះអាងដូចគ្នាថានឹងបន្តចុះឈ្មោះធ្វើការងារនៅពេលក្រោយពេលជួបជុំឪពុកម្ដាយបងប្អូនរួចរាល់អាយុដំបញ្ជាក់នេះខណៈចុះសាកសួរសុខទុក្ខនិងបង្កលក្ខណៈផ្ដល់ឱកាសការងារដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញនៅច្រកទ្វារអន្តរជាតិដូងជាមួយអាយុដំសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនាថ្ងៃទី 30 ខែមិថុនាឆ្នាំ 2025 អាយុដំរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តថាស្របពេលដែលប្រទេសយើងកំពុងត្រូវការកម្លាំងពលកម្មរាប់ម៉ឺនកន្លែងដើម្បីរួមគ្នាអភិវឌ្ឍប្រទេសការងារដែលកំពុងរងចាំបងប្អូនប្រជាពលរដ្ឋយើងទទួលយកត្រឹមមួយសប្ដាហ៍ចុងក្រោយត្រូវការកម្លាំងពលកម្មចំនួន 25,000 កន្លែងក្នុងនោះមានការងារប្រភេទកសិកម្មសេវាកម្មនិងឧស្សាហកម្មការងាររោងចក្រស្បែកជើងកាបូបគ្រឿងសង្ហារិមគ្រឿងអេឡិចត្រូនិកត្រូវការកម្លាំងពលកម្មច្រើនប្រមាណជា 21,000 នាក់